បាទនៅគ្រប់ជំរាបសួរពុកម៉ែបងប្អូនទាំងអស់នៅក្នុងបណ្ដាញសង្គមជាទីគោរពបាទថ្ងៃនេះខ្ញុំបង្ហាញសញ្ញាមួយដែលជាសញ្ញាស្គរនៅទួលព្រះប្រហោះបាទសញ្ញាគាត់ស្អាតនៅលើដៃនេះឃើញច្បាស់សញ្ញាស្គរនៅទួលព្រះប្រហោះនេះបញ្ជាក់ថាជាបុគ្គលដែលមានគ្រូបាត់ជីនឹងធំបាទជំនួសដែលមានទេវតាគុំគ្រងការពារថែរក្សាបែបជាបុគ្គលដែលមានស័ក្តិធំជាងទៅបាទមានន័យថាគ្រូនោះបាទជាគ្រូដែលធំជាគ្រូដែលមានអំណាចគ្រូដែលមានឫទ្ធិអញ្ចឹងបុគ្គលដែលមានសញ្ញាស្គរបែបនេះបើសិនជាគាត់ចេះគោរពប្រតិបត្តិបានល្អបាទចេះរំលឹកដឹងគុណធ្វើសេចក្តីល្អឲ្យបានច្រើនបាទធ្វើសេចក្តីល្អឲ្យបានច្រើនសាងកុសលឲ្យបានច្រើននោះទេវតាគុំគ្រងការពារថែរក្សាគាត់នឹងឲ្យគាត់មាននៅសេចក្តីសុខបាទមាននៅកម្លាំងទ្រព្យនឹងក៏ល្អអាចនឹងធ្វើឲ្យគាត់នឹងមានគេហៅមានអំណាចបាទមានអំណាចឬក៏មានការគោរពនឹងច្រើនតាមទៀតផងពីព្រោះសញ្ញាដែលតកតងទៅនឹងទួលប្រហោះបែបនេះគឺតកតងទៅនឹងគុណធម៌តកតងទៅនឹងអំណាចតកតងទៅនឹងកម្លាំងមហិច្ឆតាឬក៏ជាបុគ្គលដែលអាចមានសក្តានុពលតែក្នុងភាពជាអ្នកដឹកនាំនឹងល្អថែមទៀតផងតែអញ្ចឹងមនុស្សដែលមានសញ្ញាស្គរនៅលើទួលព្រះប្រហោះនេះគឺបើគាត់ចេះបាទគាត់ចេះគោរពគាត់ចេះប្រតិបត្តិគាត់ចេះសាងសេចក្តីល្អគឺជីវិតគាត់នឹងទទួលបាននូវសេចក្តីសុខនឹងច្រើនបាទ